បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះធ្វើពាក់ព័ន្ធនឹងការផ្ទុះធុងទឹករបស់ឡានបាឡែនជាធម្មតាបញ្ហាវាឡើងកម្ដៅហើយនឹងផ្ទុះធុងទឹកវាច្រើនគឺមកពីកង្ហារវាគាំងនៅពេលកង្ហារវាគាំងវាធ្វើឲ្យសីតុណ្ហភាពឡើងខ្លាំងវានឹងធ្វើផ្ទុះហើយអញ្ចឹងនៅពេលផ្ទុះយើងមានការដូរថ្មីហើយនឹងដូរកង្ហារថ្មីនេះសម្រាប់ឡានបងហើយមួយទៀតឡានបងប្រុសនៅខាងចំចៅគាត់យកឲ្យរៀបចំឡើងវិញព្រោះឡានគាត់នេះមានបញ្ហាច្រើនអញ្ចឹងយើងតម្លាក់ម៉ាស៊ីនមកសម្រាប់ធ្វើការដោះលាងដូរហ្វឺតប្រអប់លេខហ្វឺតវីលគាំងមុខក្រោយជូនគាត់មកស្អាតនិយាយរួមទៅព្រោះយើងចូលតម្លាក់អីយើងរៀបចំឲ្យស្អាតជូនគាត់ទៅកុំឲ្យពិបាកធ្វើពីរដងបិទកមុំច្បាប់បិទកាទៀភ្លេងបាតបិទកាទៀប្រអប់លេខនិយាយរួមទៅសភាពឡានគាត់គឺវានិយាយទៅឡាន98កូឡាវាយ៉ាងចាស់ដែរប៉ុន្តែពួកនេះធន់ហើយបន្ទាប់ពីយើងដូរអស់យើងចាប់ចូលគាត់វិញហើយនឹងឆែកប្រព័ន្ធសិនជាគឺក្រោមគាត់ឡើងវិញ